បាទជំរាបសួរបងប្អូននិងប្រិយមិត្តទាំងអស់គ្នាបាទជាពិសេសពុកម៉ែបងប្អូនដែលនិយមតាមដាននិងចូលចិត្តផ្សងសំណាងជាមួយឆ្នោតយួនជារៀងរាល់ថ្ងៃបាទសូមស្វាគមន៍មកកាន់ Channel វិទ្យុឆ្នោតរបស់ Admin សាជាថ្មីបាទថ្ងៃនេះគឺត្រូវថ្ងៃទី13ខែកក្កដាឆ្នាំ2026បាទវិលត្រឡប់មកជួបជាមួយនឹង Admin ទៀតហើយបាទ Admin តែងតែនាំយកលេខតម្រុយពិសេសដែលមានភារកិច្ចខ្ពស់បាទនៅក្នុងការចេញយកមកចែកជូនពុកម៉ែបងប្អូនបាទជារៀងរាល់ថ្ងៃបាទថ្ងៃនេះបាទ admin នឹងចែករំលែកបាទលេខល្អៗទៅឲ្យពុកម៉ែបងប្អូនផ្សងសំណាងបន្តទៀតប៉ុន្តែមុននឹងឈានទៅដល់ការបង្ហាញលេខបាទ admin ក៏សូមចិត្តពុកម៉ែបងប្អូនម្នាក់មួយបាទជួយចុច subscribe បាទ channel របស់ admin ម្នាក់មួយបាទបន្ទាប់មកពុកម៉ែបងប្អូនជួយចុច like បាទនិង comment ពាក្យថៃហេឬក៏168នៅខាងក្រោមវីដេអូបាទម្នាក់មួយផងបានតោះបើសិនជាពុកម៉ែបងប្អូនចុចរួចរាល់ហើយយើងទៅមើលលេខសំណាងរបស់យើងទាំងអស់គ្នានៅក្នុងថ្ងៃនេះបាទចំពោះលេខត្រេង2ខ្ទង់បាទសម្រាប់ប៉ុស A B C D បាទ admin បានរៀបចំបាទមានចំនួន4គ្រាប់ដូចសពមួយដងដែរបាទដោយលេខទី1បាទគឺលេខ43បាទលេខនេះគឺសានមែនទែនបាទពុកម៉ែបងប្អូនបាទលេខទី2បាទគឺលេខ45បាទលេខនេះគឺជាបាទលេខលំដាប់ VIP មួយគ្រាប់ដែរបាទលេខទី3បាទគឺលេខ76បាទជាលេខខ្ទង់ធំបាទ admin មើលឃើញថាមានសន្ទុះខ្លាំងមែនទែនបាទនឹងលេខចុងក្រោយបាទគឺលេខ98បាទគ្រាប់នេះគឺល្អសម្រាប់ពុកម៉ែបងប្អូនបាទយកទៅលេងត្រេងការពារផងដែរបាទសម្រាប់លេខបាទ2ខ្ទង់ទាំង4គ្រាប់នេះបាទពិតជាមានភារកិច្ចខ្ពស់ណាស់ពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនអាចធ្វើការពិចារណាបាទបើស្រឡាញ់គ្រាប់ណាពេញចិត្តគ្រាប់ណាអាចយកទៅធ្វើការផ្សងសំណាងបានបាទទាំងវេនថ្ងៃនិងវេនយប់បាទហើយមួយទៀតបាទពុកម៉ែបងប្អូនបាទកុំភ្លេចត្រឡប់លេខផងណាបាទចំណែកឯឆ្នោត3ខ្ទង់បាទដែលជាលេខធំបាទលេខបុកប៉ុសសម្រាប់បងប្អូនបាទចូលចិត្តផ្សងសំណាងយកលុយដុំបាទថ្ងៃនេះ admin មាន2គ្រាប់ផងដែរបាទដែលគ្រាប់ទី1បាទគឺ admin មានបាទលេខ470គុណបាទលេខនេះគឺជើងរត់ស្អាតណាស់ពុកម៉ែបងប្អូនបាទនិងគ្រាប់ទី2បាទគឺលេខ800បាទ2គុណជាលេខលំដាប់បុកប៉ុសបាទពុកម៉ែបងប្អូនមិនគួររំលងឡើយបាទរីឯពុកម៉ែបងប្អូនមួយចំនួនធំបាទដែលចូលចិត្តលេងបែបការពារបាទនឹងធានាសុវត្ថិភាពខ្ពស់បាទគឺការលេងអុកខ្ទង់ថ្ងៃនេះ admin សូមណែនាំជើងលេខអុកខ្ទង់ដែលមានសង្ឃឹមខ្លាំងជាងគេបាទទី1គឺសូមពុកម៉ែបងប្អូនបាទអុកខ្ទង់40បាទទី2គឺយើងអុកខ្ទង់80បាទបងប្អូនអាចជ្រើសរើសខ្ទង់ណាមួយដែលពុកម៉ែបងប្អូនពេញចិត្តបាទយកធ្វើការផ្សងសំណាងទាំងអស់គ្នាបាទឥឡូវមកពេលវេលានៃការចែករំលែកបាទតម្រូវឆ្នោតរបស់admin ក៏បានឈានដល់ទីបញ្ចប់ដែរបាទសូមអរគុណបាទនិងសូមជម្រាបលា